breaking news បាទព័ត៌មានក្តៅចេញពី US Citizenship and Immigration Service ដែលយើងហៅកាត់ថា USCIS របស់សហរដ្ឋអាមេរិកហ្នឹងទើបតែចេញព័ត៌មានក្តៅហើយជាផ្លូវការបាទផ្ដោតទៅលើ visa ឥឡូវគឺអ្នកដែលកាន់ visa ប្រភេទអីគឺនឹងនៅតែកាន់ visa ប្រភេទហ្នឹងគឺអត់មាន adjustment of status ទេខ្ញុំជំរាបឧទាហរណ៍បន្តិចបើសិនជាបងប្អូនឧទាហរណ៍ថាគាត់កាន់ visa សិស្សប្រភេទ F1 M1 ឬក៏ J1 ប្រភេទជា academic student vocational student ឬក៏ exchange visitor អីហ្នឹងកន្លងមកមានអ្នកដែលគាត់កាន់ visa សិស្សហើយគាត់ស្នើសុំ adjustment of status ដោយសារតែគាត់មានដៃគូជា US citizenship ឧទាហរណ៍ថាគាត់ស្រឡាញ់គ្នាបង្កើត relationship ហើយគាត់ការដើម្បីឲ្យស្នើសុំឲ្យអ្នកដែលមានសញ្ជាតិហ្នឹងធានាយើងឲ្យរស់នៅហើយយើងស្នើសុំ green card បាទពីមុនមានតែឥឡូវនេះ USCIS របស់សហរដ្ឋអាមេរិកតែប្រកាសហ្នឹងគឺថាលែងឲ្យមានការសុំទៅលើ adjustment of status អញ្ចឹងគឺអ្នកដែលកាន់ visa ប្រភេទណាគឺនៅតែរក្សា visa ប្រភេទហ្នឹងនៅពេលដែលដល់ថ្ងៃ expire គឺត្រូវហោះត្រឡប់មកប្រទេសកំណើតវិញបាទទូទាំងពិភពលោកក៏ដូចគ្នាជាមួយនឹង visa ដើរលេងគេហៅ visa ទេសចរ B1 B2 visa ក៏ដូចគ្នាដែរអ្នកខ្លះគាត់ទៅគាត់ be relationship ជាមួយនឹង citizenship US ហើយគាត់ឲ្យធ្វើជារៀបការដើម្បីឲ្យអ្នកអាមេរិកធានាយើងឲ្យរស់នៅអញ្ចឹងទៅហើយស្នើសុំ visa ស្នើសុំ green card ដើម្បីបានរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកឥឡូវនេះគឺលែងស្នើសុំបានហើយនៅពេលដែល visa ជិត expire ត្រូវហោះត្រឡប់មកវិញទោះបីយើងរៀបការបង្កើត relationship ពិតប្រាកដជាមួយនឹង US citizenship ក៏ដោយយើងត្រឡប់មកវិញរៀបចំបែបបទស្នើសុំសារថ្មីបាទហើយផលអវិជ្ជមានគឺអាចនឹងមានបញ្ហាជាមួយនឹងមន្ត្រីកុងស៊ុលគាត់អាចនឹង ban យើងពីព្រោះខ្ញុំឧទាហរណ៍ថាយើងដាក់ពាក្យទៅដើរលេងតាមរយៈ B1 B2 visa យើងទៅដើរលេងហើយប៉ុន្តែបែរជាបង្កើត relationship ហើយចង់ស្នើសុំ green card អញ្ចឹងកន្លែងហ្នឹងគេថាយើងកុហកពួកអាមេរិកគេអត់ចូលចិត្តអ្នកដែលកុហកទេគេចង់ឲ្យយើងធ្វើអីពិតប្រាកដទៀងត្រង់បាទនេះជាផលអវិជ្ជមានបើសិនជាបងប្អូនមានបំណងមិនល្អចង់ទៅដើរលេងឲ្យកិច្ចរស់នៅទោះបីក្នុងកលៈសៈណាក៏ដោយគឺគេមិនឲ្យ green card ជាដាច់ខាតហើយ visa សិស្សឬក៏ visa ផ្សេងប្រភេទដែលជា work visa professional skill work visa ឬក៏អីផ្សេងបើសិនជាគ្រាន់តែជាការងារដែល non immigration គឺអត់មាន green card ជាដាច់ខាតបាទហើយផលវិជ្ជមានជាគុណសម្បត្តិចាប់ពីពេលទៅអ្នកដែលសុំទៅដើរលេងឬក៏ទៅរៀនអីអាចជាផលវិជ្ជមានវិញគឺគេនឹងបន្ធូរបន្ថយហើយគេនឹងអនុញ្ញាតឲ្យយើងទៅពីព្រោះយើងអត់មានថ្ងៃកុហកគេបានទេអ្នកដែលកាន់ visa B1 B2 ទៅដើរលេង3ខែ6ខែដល់ពេលត្រូវត្រឡប់មកវិញហើយអ្នករៀន1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំរៀនចប់ត្រឡប់មកវិញអត់មានថ្ងៃបង្កើត relationship ហើយស្នើសុំ adjustment of status ទេគឺគេអត់ approve ជាដាច់ខាតអញ្ចឹងហើយគឺគេនឹងបន្ធូរបន្ថយទៅលើ visa មួយចំនួនហ្នឹងដែរព្រោះគេគិតថាធ្វើវិធីនេះលែងមានអ្នកកុហកហើយបាទនេះជាផលអវិជ្ជមានផងនិងវិជ្ជមានផងសម្រាប់អ្នកដែលអវិជ្ជមានសម្រាប់អ្នកមានគំនិតមិនល្អបាទហើយជាផលវិជ្ជមានអ្នកដែលគាត់ពិតទៀងត្រង់គេហៅ honestly ហើយតាក់ទងទៅនឹងបាទ EB3 EB1 EB2 EB5 EB4 អីគឺនៅតែដំណើរការធម្មតាពីព្រោះ client ខ្ញុំជាច្រើន process ទៅគឺនៅតែ LC ទទួលបាន case number ហើយចូលទៅ USCIS បាន approval I-140 អីធម្មតាអញ្ចឹងហើយចង់ជម្រាបបងប្អូនថាបើសិនជាយើងមានបំណងចង់ទៅរស់នៅសហរដ្ឋអាមេរិកយើងធ្វើទៅតាមកម្មវិធីរដ្ឋរបស់គេគឺយើងស្របច្បាប់ 100% បាទខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមចែកម្លែកហើយសង្ឃឹមថាបងប្អូនអាចបែងចែកបាទផលវិជ្ជមាននិងផលអវិជ្ជមានសូមអរគុណបាទ